សម័យកាលមិនធម្មតារបស់ប្រទេសចិនបុរាណកប់ស្រីស្នំរហូតដល់ទៅ 10000 នាក់ទៅក្នុងភ្នូររបស់អធិរាជឈិនស៊ីដើម្បីកបដោសពធានាថាបានស្ដាប់ហើយច្បាស់ជាមានចម្ងល់និងព្រឺក្បាលតែម្ដងអត្តកម្លាំងក្រៅមេសប្តាហ៍នេះខ្ញុំបាទហៅហុងនឹងនាំបងប្អូនទាំងអស់គ្នាត្រឡប់ទៅសម័យកាលចិនបុរាណនៅក្នុងរាជការរបស់អធិរាជឈិនស៊ីដែលទ្រង់គឺជាស្ដេចដែលល្បីល្បាញខាងបង្រួបបង្រួមទឹកដីដែលក្នុងនោះផងដែរក៏មានពាក្យនិយាយតៗគ្នាថាទ្រង់គឺជាស្ដេចដែលព្រៃផ្សៃហើយផ្ដាច់ការអញ្ចឹងចង់ដឹងថាតើរឿងរ៉ាវទាំងអស់នោះក៏ដូចជាប្រវត្តិរបស់ទ្រង់ទៅជាយ៉ាងណាទស្សនាវីដេអូនេះទាំងអស់គ្នាព្រះចៅអធិរាជចិនឈិនស៊ីដែលជាស្ដេចដ៏មានឥទ្ធិពលនិងល្បីល្បាញបំផុតនៅក្នុងប្រវត្តិសាស្ត្រចិនភ្នូរខ្មោចស្ដេចអង្គនេះត្រូវបានអង្គការ UNESCO ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ 1987 ត្រូវបានគេស្គាល់ថាជាសារមន្ទីរទាហានចម្បាំងស្ដេចឈិនស៊ីដែលជាកន្លែងកំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ននិងមានភ្ញៀវទេសចរមកពីជុំវិញពិភពលោកបានទៅទស្សនាពីភាពអស្ចារ្យនៅទីនោះផងដែរអ្នកទាំងអស់គ្នាអញ្ចឹងនៅចំណុចដំបូងនេះយើងនឹងទៅដឹងអំពីប្រវត្តិក៏ដូចជាស្នាព្រះហស្ថរបស់ព្រះចៅអធិរាជចិនឈិនស៊ីនៅក្នុងប្រវត្តិសាស្ត្រចិនចំនួនឆ្នាំ221ដល់207មុនគ្រិស្តសករាជព្រះអង្គជាស្ដេចដ៏ល្បីល្បាញបំផុតនិងគឺជាមនុស្សតែម្នាក់គត់ដែលបានបង្រួបបង្រួមអាណាចក្រតូចធំទាំងឡាយឲ្យរួមបញ្ចូលគ្នាក្នុងរយៈពេលតែប្រមាណឆ្នាំប៉ុណ្ណោះផងដែរនោះព្រះអង្គក៏បានប្រើប្រាស់មធ្យោបាយយ៉ាងឃោរឃៅជាងក្សត្រអង្គដទៃទៀតដែលមិនធ្លាប់មានកន្លងមកនៅក្នុងប្រវត្តិសាស្ត្រចិនមានអ្នកប្រវត្តិសាស្ត្រមួយចំនួនបានធ្វើការវិនិច្ឆ័យថាជាព្រះរាជាផ្ដាច់ការមួយអង្គដែលឆ្លុះបង្វែងនឹងអំណាចគំរាមកំហែងប្រជារាស្ត្រដើម្បីសាងអំណាចតែខ្លួនឯងប៉ុណ្ណោះព្រះអង្គបានបង្រួបបង្រួមនគរទាំង7មានស្ដេចដទៃធ្វើសង្គ្រាមដណ្ដើមទឹកដីគ្នាទៅមកមានដូចជានគរហាន់នគរចាវនគរវើយនគរឈូនគរយាននិងនគរឈីឲ្យមកជាទឹកដីតែមួយទ្រង់បានកំណែទម្រង់នៅក្នុងការគ្រប់គ្រងនគរដូចជាផ្នែកយោធានយោបាយនិងវប្បធម៌លុបបំបាត់របបទេសកលដែលប្រជារាស្ត្រធ្វើស្រែចម្ការដើម្បីអភិជនដោយផ្ដល់ដីឲ្យទៅប្រជាជនទូទៅរាស្ត្រក្រីក្រមានសិទ្ធិជាម្ចាស់ដីវិញម្ដងជ្រើសរើសមន្ត្រីដែលផ្អែកលើស្នាដៃនិងសមត្ថភាពលុបបំបាត់ការរើសអើងមន្ត្រីដោយបពុនិយមនិងខ្សែស្រឡាយក្រៅពីនេះព្រះអង្គកែប្រែការផលិតដោយផ្ដល់តម្លៃដល់កសិករច្រើនជាងឈ្មួញបង្កើតឲ្យមានការសាងសង់ផ្ទះតូចធំប្រឡាយទឹកធំបង្កើតមូលដ្ឋានតួអក្សរការចាយប្រាក់ខ្នាតរង្វាស់ទម្ងន់ចំណោះរង្វាស់ប្រវែងសម្រាប់ប្រជារាស្ត្រប្រើប្រាស់ប្រចាំថ្ងៃទ្រង់ក៏ជាអ្នកជួសជុលមហាកំផែងចិនកសាងបន្ថែមឲ្យវែងដែលសល់ពីសម័យចានគោកមកនិងធ្វើការតភ្ជាប់មហាកំផែងទាំងនោះឲ្យជាប់គ្នាដើម្បីការពារពីការឈ្លានពានពីសត្រូវខាងក្រៅនិងសាងសង់ផ្ទះបុរាណជាស្នាដៃដ៏មហិមាបន្សល់ទុកដល់កូនចៅចិនជំនាន់ក្រោយចំណែកឯភ្នូរនោះវិញមានរូបរាង4ជ្រុងទ្រវែងជ្រុងទាំង4ប្រវែង5លីកម្ពស់166ម៉ែត្រដែលសាងសង់ដោយប្រើទេសកលដល់ទៅចំនួន700,000 នាក់និងប្រើរយៈពេល39ឆ្នាំក្នុងភ្នូរបុរាណនោះប្រៀបដូចជារាជវាំងក្រោមដីមួយដែរមានទាំងរាជដំណាក់មានទាំងរូបសំណាកអាមាត្យចាំអាវ៉ាតមានបំពាក់កន្លឹះយន្តចាំការពារភ្នូរមានរូបចម្លាក់កងទ័ពសម្ភារៈសឹកនិងសេះចម្បាំងជាច្រើនអញ្ចឹងឥឡូវនេះយើងមកដឹងអំពីមូលហេតុដែលទ្រង់សគត់និងរឿងរ៉ាវដ៏ឃោរឃៅគួរឲ្យព្រឺក្បាលវិញម្ដងស្ដេចឈិនស៊ីបានបញ្ជាឲ្យអ្នកប្រាជ្ញទាំងឡាយស្វែងរកថ្នាំជីវិតអមតៈដើម្បីអាចបន្តជីវិតគ្រប់គ្រងអំណាចតទៅទៀតប៉ុន្តែគ្មាននរណាម្នាក់អាចផ្សំថ្នាំនេះបានឡើយដោយសារតែទ្រង់បំពេញរាជកិច្ចតែអង្គឯងរៀងរហូតមកទាំងយប់ទាំងថ្ងៃទើបធ្វើឲ្យរាងកាយរបស់ព្រះអង្គខ្សោយទៅជាលំដាប់និងធ្លាក់ខ្លួនប្រឈួនជាទម្ងន់ហើយថ្នាំសង្កូវផ្សេងក៏មិនអាចជួយទ្រង់ឲ្យមានអាការៈធូរស្បើយបានដែរទើបធ្វើឲ្យព្រះអង្គសគត់ក្នុងជំនាយុ49ព្រះវស្សាទ្រង់សគត់នៅតាមផ្លូវទើបពួកមន្ត្រីហែហមព្រះអង្គព្យាយាមលាក់បាំងរឿងដែលព្រះអង្គសោយទីវង្គតដោយយកត្រីស្អុយជាច្រើនទៅដាក់លើគ្រប់ប្រទេសទាំងអស់ដើម្បីបន្លំភ្នែកប្រជានរាស្ត្រនិងមហាជនរហូតទាល់តែធ្វើដំណើរទៅដល់ក្នុងព្រះរាជវាំងទើបប្រកាសផ្សព្វផ្សាយថាព្រះអង្គឈិនស៊ីបានសោយទីវង្គតហើយបន្ទាប់មកព្រះសពរបស់ព្រះអង្គក៏ត្រូវបានបញ្ចុះព្រះសពនៅក្នុងមហាចេតិយដែលព្រះអង្គបានកសាងនោះព្រះអង្គបានដាក់បម្រាមមិនឲ្យរៀនវិជ្ជាពីសំណាក់ផ្សេងហាមមិនឲ្យរិះគន់អំពីកិច្ចការរបស់ព្រះរាជាជាដាច់ខាតចំណែករឿងដែលទ្រង់បញ្ជាឲ្យដុតគម្ពីរនិងតម្រាផ្សេងគ្រប់ប្រភេទលើកលែងតែក្បួនពេទ្យនិងវិធីដាំដំណាំនោះក៏ព្រោះតែព្រះអង្គចង់ទប់ស្កាត់គំនិតទស្សនៈទាំងឡាយដែលផ្ទុយពីរបបគ្រប់គ្រងរបស់ទ្រង់ហេតុនេះ
ទើបបណ្ដាឲ្យសិស្សនៃលទ្ធិខុងជឺអ្នកប្រាជ្ញដែលបានរៀបចំគោលការណ៍បែបបទប្រពៃណីទំនៀមទម្លាប់មានការខឹងសម្បារជាខ្លាំងទើបនាំគ្នាដើរផ្សព្វផ្សាយអំពីភាពឃោរឃៅរបស់ព្រះអង្គឲ្យសាធារណៈដឹងទាំងការដែលព្រះអង្គខិតខំស្វែងរកថ្នាំរក្សាជីវិតអមតៈលំមអំណាចនិងសាហាវឃោរឃៅសពបែបយ៉ាងបន្ទាប់ពីដឹងរឿងផ្សព្វផ្សាយទាំងនេះទើបទ្រង់ចេញព្រះរាជបញ្ជាឲ្យប្រហារជីវិតអ្នកទាំងនោះដល់ទៅ460នាក់នៃបណ្ដាសិស្សដំណាក់ខុងជឺត្រូវបានគេយកទៅកប់ទាំងរស់ដល់គួរឲ្យសង្វេគនៅឆ្នាំ145ដល់95មុនគ្រិស្តសករាជយោងតាមប្រវត្តិវិទូស៊ីម៉ាខ្វៀនរឿងរ៉ាវដ៏ឃោរឃៅនិងគួរឲ្យព្រឺក្បាលខ្លាំងក្នុងប្រវត្តិសាស្ត្រនេះត្រូវបានគេកត់ត្រាថានៅក្នុងពិធីបញ្ចុះសពអធិរាជឈិនស៊ីព្រះអង្គឈីងអឺស៊ីជារាជបុត្រទី2បាននាំយកស្រីស្នំពីរាជវាំងក្រុងសានយ៉ានប្រមាណជាង 10000 នាក់ទៅកប់ទាំងរស់ដើម្បីឲ្យទៅបម្រើព្រះអង្គរីឯជាងដែលមានថ្វីដៃខាងធ្វើកន្លឹះយន្តវិញត្រូវបានគេបញ្ឆោតយកទៅកប់ទាំងរស់នៅក្នុងចាយដីជាង 3000 នាក់ដើម្បីបំបត្តិភ័ស្តុតាងផងដែរគេក៏បានរកឃើញសត្វសេះប្រទេសសេះក្រុមតន្ត្រីកថេរ៉ាខូតានិងមន្ត្រីរដ្ឋជាច្រើននាក់នៅក្នុងរណ្ដៅផ្សេងទៀតផងដែរចំណែកអ្នកខ្លះធ្វើការហត់នឿយខ្លាំងពេករហូតដល់ស្លាប់คล้ายជាខ្មោចចាំយាមនៅទីនោះតែម្ដងអ្វីត្បិតតែរឿងរ៉ាវនេះឃោរឃៅក៏ពិតមែនប៉ុន្តែបច្ចុប្បន្ននៅទីតាំងនេះបានប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនៃប្រទេសចិនមកដល់បច្ចុប្បន្នតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះត្រូវបានគេដាក់ឈ្មោះថាសារមន្ទីរទាហានចម្បាំងស្ដេចឈិនស៊ីជារៀងរាល់ឆ្នាំទីនោះទទួលបានអ្នកទេសចររាប់លាននាក់រួមទាំងមេដឹកនាំកម្ពុជារបស់ពិភពលោកនិងអ្នកមុខអ្នកការជាច្រើនរូបទៀតដែលមានទីតាំងស្ថិតនៅក្នុងស្រុកលីមតុងចម្ងាយប្រមាណ40គីឡូម៉ែត្រពីក្រុងសៀនខេត្តសានអ៊ីនិងទទួលចំណូលទេសចររាប់លានដុល្លារជារៀងរាល់ឆ្នាំសម្រាប់ខ្ញុំអធិរាជឈិនស៊ីគឺពិតជាព្រៃផ្សៃឃោរឃៅដូចគេនិយាយមែនប៉ុន្តែបើនិយាយពីសមត្ថភាពរបស់ទ្រង់មានសមត្ថភាពខ្លាំងរហូតដល់អាចបង្រួបបង្រួមទឹកដីធ្វើឲ្យប្រទេសចិនរុងរឿងខ្សែមខ្សានរហូតមកដល់សព្វថ្ងៃតែអ្នកនរគ្នាមានមតិយោបល់យ៉ាងណាដែរប្រធានបទនៅក្នុងសប្តាហ៍នេះគឺបានមកដល់ទីបញ្ចប់ហើយកុំភ្លេចរងចាំតាមដានទេសនាអាចកម្លាំងក្រៅមេឃនៅសប្តាហ៍ក្រោយគណៈនេះខ្ញុំបាទហៅហុងសូមអរគុណសូមជម្រាបលា